បាទសូមជម្រាបសួរបងប្អូនអរគ្នាថ្ងៃនេះបាទជួបជាមួយខ្ញុំភេត្រាបាទម្ចាស់កសិដ្ឋានចំការបាទសៀមរាបបាទបងប្អូនអរគ្នាហ្នឹងហើយបងប្អូនអរគ្នាតែងតែស្គាល់ខ្ញុំអាសង្ហាបាទហ្នឹងហើយតាមពិតទៅឈ្មោះរបស់ខ្ញុំភេត្រាបាទហ្នឹងហើយប៉ុន្តែខ្ញុំដាក់ឈ្មោះខ្លួនឯងក្រៅអាសង្ហាអញ្ចឹងណាបាទហ្នឹងហើយបងប្អូនអរគ្នាអង្គុយមិនបានស្រួលបងប្អូនអរគ្នាបាទដោយសារតែយប់ស្មើហ្នឹងខ្ទង់ម៉ោងជិត10ហើយបាទ10យប់ណាបាទក៏ប៉ុន្តែមកឆ្លៀតបាទធ្វើវីដេអូឲ្យបងប្អូនអរគ្នាបាទនិយាយអំពីបញ្ហាសេដ្ឋកិច្ចបាទដោយសារតែហើយយើងមើលឃើញបច្ចុប្បន្ននេះបាទអ្នកដែលគិតពីភាពអវិជ្ជមានក៏បាទទៅតាមអ្វីដែលអវិជ្ជមានបាទអ្នកដែលគិតពីភាពវិជ្ជមានក៏វាទៅតាមរបៀបនៃវិជ្ជមានបាទហ្នឹងហើយអញ្ចឹងខ្ញុំនឹងបញ្យល់រឿងមួយនឹងមួយបាទហ្នឹងហើយហើយខ្ញុំក៏បានឮដំណឹងល្អខ្លះដែរបាទពីទីក្រុងភ្នំពេញបាទដោយសារតែទីក្រុងភ្នំពេញរដ្ឋាភិបាលលោកបានធ្វើបាទដូចជាសួនបាទដូចជា40ហិកតាបាទខ្ញុំមិនស្អីច្បាស់ដែរប៉ុន្តែនៅខាងកាបូលបាទហ្នឹងហើយបាទបងប្អូនអរគ្នាអានឹងគឺជាសេដ្ឋកិច្ចដល់បងប្អូនដែលគាត់រស់នៅជុំវិញហ្នឹងណាបាទហើយទៅថ្ងៃមុខទៅអ្នកដែលរស់ស៊ីនៅជុំវិញហ្នឹងគឺនឹងរស់ស៊ីបានបាទហើយខ្ញុំក៏ជួយចូលរួមអបអរផងបាទហ្នឹងហើយចឹងអ្នកដែលគិតវិជ្ជមានបាទខ្ញុំឃើញបច្ចុប្បន្ននេះបាទអ្នកដែលគិតវិជ្ជមានពីច្រើនគាត់ចាប់ដើមគឺគាត់ឈានវិជ្ជមានល្អបាទគាត់ឈានមុនដំបូងគឺគាត់ចាប់ដើមធ្វើបាទធ្វើហើយទោះបីជាមិនថាមុខរបរអីក៏ដោយបាទគាត់មិនទៅមើលទៅលើសេដ្ឋកិច្ចអីថាអូពិភពលោកនឹងវាធ្លាក់ចុះបាទឬមួយក៏វាឡើងខ្លាំងមិនទេបាទសំខាន់បាទគ្រាន់តែថារបស់របរដែលយើងញ៉ាំរបស់របរដូចជាកាហ្វេដែលយើងផឹកបាទគង់តែមានមនុស្សបាទទិញញ៉ាំទិញផឹកបាទរាល់ថ្ងៃបាទត្រឹមមួយលុយមួយល្មមមួយចាយបាទអាចប្របានចាយបាទហ្នឹងហើយហើយយប់ស្មើហ្នឹងហើយនៅមានរួយទៀតបាទហ្នឹងហើយបដ ឲ្យមួយចូលមកណាបាទបងប្អូនអរគ្នាបាទមួយរយៈហ្នឹងសម្បូរបាទសម្បូររុយខ្ញុំមិនដឹងថាដល់ខែវាបាទហ្នឹងហើយបងប្អូនអរគ្នាសម្រាប់អ្នកដែលគិតវិជ្ជមានបាទខ្ញុំឃើញនៅតាមមាត់ស្ទឹងសៀមរាបបាទកាលពីអតីតកាលដែលខ្ញុំស្គាល់តែបានចូលទៅដល់ទីក្រុងសៀមរាបបាទហ្នឹងហើយអត់ទាន់មានអ្នកណាគេលក់កាហ្វេលក់នំប៉័ងបាទលក់អីនៅតាមមាត់ស្ទឹងទេបាទឃើញបច្ចុប្បន្ននេះឃើញអ្នកលក់ច្រើនបាទហើយលក់ច្រើនហើយលក់ដាច់ទៀនបាទខ្ញុំមើលទៅឃើញក្មេងៗបាទសកលខ្ញុំច្រើនបាទអាយុ30បាទខ្ញុំអាយុ30ដល់បាទមកធ្វើជាម្ចាស់កសិដ្ឋានចំការបាទហើយទៅថ្ងៃមុខទៅយើងនឹងបរិទ្ធទៅជាធំជាងនឹងបាទដៃគូក៏ធំជាងនឹងបាទហ្នឹងហើយអញ្ចឹងអ្នកដែលគិតវិជ្ជមានវាចេះតែទៅមុខបងប្អូនអរគ្នាបាទសេដ្ឋកិច្ចគឺដឹងតែសេដ្ឋកិច្ចហើយបាទក៏ប៉ុន្តែទៅទៅនឹងសេដ្ឋកិច្ចបាទអ្នកដែលគិតវិជ្ជមានភាគច្រើនគាត់ចេះតែរកគំនិតថ្មីបាទដើម្បីបង្កើតអ្វីដែលថ្មីអញ្ចឹងណាបាទពីច្រើនខ្ញុំឃើញអ្នកខ្លះកើតជាថកែគេក្មេងជាងខ្ញុំទៀតបាទហ្នឹងហើយចុងកាលអាយុ20បាទ20ជាងអីគាត់ចាប់ដើមបើកលក់កាហ្វេលក់អីបាទកើតជាម្ចាស់កសិដ្ឋានអីអញ្ចឹងណាបាទអញ្ចឹង
một cái bo nâng đôi chỉ mình chùm này lùi chán thì bằng bọn nó nè bà đại của là tha dương trời là miền phim này và đất ai nâng cả hiên bà nâng này nhưng mà dục xám và đại tam bên tới nhung cả chia mà chắc cả tháng này dục ở bằng bọn nó nè nhung cả chia mà chắc cả tháng này dục tuôn mà phay buồn năm bà nâng này hay bong nhóm bà này chăm muốn quật bà ai dục bong nhóm tầm trăm đi bà quật cả chắc cả tháng tuôn ai dục đọc bà tuôn đọc bằng buồn năm bà ai dục đọc bằng buồn năm quật cả chỉ mà chặt bà chịu cầm bỏ quần mà bàn tay lấy quần ở miền cù sa đấy quật tên là Rosie bà hàng bà ấy là trò prom đàn bà này prom đàn ô smart bà này chẳng tuôn là ti để nhom trừ chạp đám cứ nhom riêng vô trên nền bị bòn bỏ nhom bà ai nhom kích ở đây là vitamin bà kích đầm nào tầm một bà hay tia muối cua sa muối bà chúng cá dương chất dưỡng kho sen bị kẹt cái cọp sen bị dừng bà này chẳng bàn hà ở vậy thì dân ai chui bàn là rò sụp cùng nứng cứ phơi luôn ai ở khăn bà khăn là không ca rô xí khăn là không ca riêng sốt bà khăn là không ca vừa chiều cam bà mình khăn từ lừa cà vây kia mình khăn từ lừa cà chê cái này bà cứ vô chỉ cà bàn thế bằng con này bà này chẳng anh ứng phim vitamin để dân kịch bà nhóm club miền pe class nhóm kịch vitamin ta bà mình tha bắt đầu từ lời kê đừng ó thì nhóm còn miền phim vitamin ta bằng con này chúng cá sẽ được cách lệ cho bà nhóm kịch thao mình đang chỉ cá nắng cầm dân nơi riêng soi đã bằng con này bà chẳng là bây giờ sẽ được cái riêng cho thành tích bà dân chập đồng cái đại thà về để dân chăm ban dân đang vô từ lúa này na đó bà đang miền na cái nhắm đó bà hay là lúa cà phê là tam mà tưng đang miền na cái phát miền lui vô cái ná không bà tái phim chị style để dân mơ khơi tới bà cứ nè đàn quỳ bánh trộn bà bà phim chị style tới nè đà cầm băng cái rau tăng cạp sạch mà ăn luôn bà nâng này chỉ ở vậy để dừng kịch đó nè còn thì cái bóng của nó này bà nó mọc cỏ và chọn môn gì sau này ra tích tiết nhom nâng tích tiết nhom nâng tất cả riêng chọn cả tộc ở ngồi tiết bà mồi có mong cho ra đã gọi ai xâm ran đuổi tê bằng phần này bà nâng ngày chẳng dừng to ta tiến bà chi lên tập kho tới cứ cả bàn mỗi lúc mình bàn đồ màn ngày bạn bà nâng chùm nói là dân kích pi ảo với chùm miền bà chẳng bật cái chết là tàu mốc bà bởi dân nơi ta kích pi phiếp ảo với chùm miền tiết bà dân mình ai tàu mốc cho mùi cái bàn tê bằng phần này bà tòa để dân khăn bà tòa dân khăn bằng dân ai crop rong cru xa dân bàn bà tòa dân khăn từ bằng dân ai crop rong một bò dân bàn bà ai khăn nâng tiết sót cứ mình men khăn từ lừa cà về kia mình men khăn từ lừa cà chê kia bà mình men khăn từ lừa cà cây một lỏng kia tê bà này cứ khăn là không cà rô mục bò phư bà tộc tuân cru sa bảo dương bà cầm mày ở đu bà này chỉ cho nói môi để dương chỉ cho nói khăn bảo dương đấy bà chẳng mình nhom môn gì sna lấy để xa là dương tên em mà plate đá bà hay nhom là khẩu vật tục nâng có mình miền mà xin được chuyện nào mà tinh mố thay vô mặt đá cầm cầm tam toàn bản lạ đây bà
và lỡ trời màu quỳ từng cả đau chân và mấy tế bông con nào nè hay sẽ bay ra ca ngheនៅក្នុងប្រព័ន្ធ online របស់ខ្ញុំបាទក៏ខ្ញុំនៅចំណុចមួយដែលខ្វះខាតទៀតបាទគឺខ្ញុំបានទិញកម្មវិធី software ខ្ញុំទិញបានរៀបចំអស់ហើយក៏ប៉ុន្តែខ្ញុំអត់មានពេលវេលានៅក្នុងការធ្វើបាទអញ្ចឹងដោយសារតែចិត្តមួយគឺខ្ញុំស្រឡាញ់នៅក្នុងការចំកើតបាទកសិកម្មហ្នឹងបាទខ្ញុំស្រឡាញ់ទោះបីជាមិនថាហត់ប៉ុណ្ណាក៏ដោយក្តៅប៉ុណ្ណាក៏ដោយការងារ office បាទវាស្រួលមែនបាទក៏ប៉ុន្តែมันស្មើនឹងយើងនៅក្តីស្រឡាញ់ទេបងប្អូនអ្នកគ្នាបាទដូចអ្នកខ្លះស្រឡាញ់ទៅខាងបើកគោយន្តបាទស្រឡាញ់តែខំបើកឡានបាទមួយថ្ងៃបើកឡានខ្មៅខ្លួនអស់ហើយតែគាត់នៅតែធ្វើបាទអានឹងក្តីស្រឡាញ់បាទបងប្អូនអ្នកគ្នាបាទអញ្ចឹងនៅប្រហែលថ្ងៃខាងមុខហ្នឹងបាទគឺដល់សង្ក្រាន្តសៀមរាបហើយបាទហើយខ្ញុំនឹងព្យាយាមថតបាទដិតយកទស្សនភាពបាទទៅតាមលទ្ធភាពដែលអាចធ្វើទៅបានបាទហើយជាពិសេសបាទទេក្អកម៉ែបងប្អូនអ្នកនេះបាទប្រហែលថ្ងៃនឹងអត់មិនមែនថាវាអត់ស្រួលខ្លួនទេក្អកបណ្ដាញធ្វើការបានធម្មតាបាទហ្នឹងហើយចឹងពេលថ្ងៃឡើងបាទបើសិនចង់ជួបខ្ញុំបានជួបទេនៅកណ្ដាលចូលឆ្នាំបាទហ្នឹងហើយខ្ញុំតបាញ់ទឹកបាត់ហើយបាទបងប្អូនអ្នកគ្នាបាទហ្នឹងនិយាយលេងទេបងប្អូនអ្នកគ្នាដោយសារតែនៅសង្ក្រាន្តហ្នឹងគេមានការរៀបចំបាញ់ទឹកបាទមានជះទឹកបាទឲ្យតិចបាទកុំឲ្យក្តៅហើយបាទទៅដើរលេងអត់មានទឹកអត់មានអីអត់សុបាយទេបាទហ្នឹងហើយបាទតែទៅមានការបាញ់ទឹកជះទឹកបាទទៅមើលគេសុបាយបងប្អូនអរគុណនេះបាទហ្នឹងហើយបើមិនជឿសាកទៅមើលជាមួយខ្ញុំទៅបានដឹងថាសុបាយបាទហ្នឹងហើយហើយពីច្រើនបងចាស់គាត់អាយុត្រឹម40 50ហើយគាត់អ្នកខ្លះគាត់មិនបាទគាត់មិនចង់ទៅមើលចឹងណាបាទប៉ុន្តែជីវិតយើងពេលខ្លះក៏ត្រូវការសុបាយខ្លះដែរបងប្អូនអរគ្នាបាទគេសុបាយយើងក៏សុបាយខ្លះទៅបាទកុំពេលខ្លះមនុស្សយើងកុំត្រឹមត្រូវពេកបាទហ្នឹងហើយពេលសុបាយខ្លះក៏សុបាយទៅបាទពេលរ៉ូស៊ីក៏គិតតែពីរ៉ូស៊ីទៅបាទហ្នឹងហើយចឹងធ្វើម៉េចឲ្យមួយឆាកជីវិតហ្នឹងបាទវាមានដូចជាមិនយូរទេបងប្អូនអរគ្នាតាមតិចទៀតខ្ញុំចាស់បាត់ហើយបាទហ្នឹងហើយតែ30ឆ្នាំទៀតខ្ញុំនិយាយគ្នាស្ដាប់គ្នាលេងបានហើយបាទហ្នឹងហើយចឹងហើយអ្វីដែលត្រូវសុបាយយើងសុបាយសិនទៅបាទហ្នឹងហើយសុបាយត្រឹមមួយថ្ងៃពីរថ្ងៃមិនមែនជាបញ្ហាទេបងប្អូនអរគ្នាបាទចឹងអ្វីដែលយើងសុបាយហ្នឹងគឺដើម្បីរកក្តីសុខឲ្យខ្លួនឯងបាទពេលខ្លះហត់ដើរខំប្រឹងធ្វើការមួយថ្ងៃមិនដែលបានសុបាយខ្ញុំអត់ដែលងាយចេញតាណាទេបងប្អូនអរគ្នាបាទបច្ចុប្បន្ននេះក៏មិនងាយបានទៅឡើងភ្នំមើលថ្ងៃលិចទៀតដោយសារតែរវល់បាទនឹងឆ្លៀតរកពេលទៅឡើងភ្នំទៅមើលថ្ងៃលិចបាទហ្នឹងហើយនៅសៀមរាបហ្នឹងគេមានភ្នំមួយគេហៅភ្នំបាខែងបាទទៅហ្នឹងខ្មែរយើងអត់សូវជាមានប្រមាណទេសម្បូរតែពួកអឺរ៉ុបបាទហ្នឹងហើយខ្ញុំថាទៅខ្ញុំទៅនៅធ្វើការជាមួយពួកអឺរ៉ុបយូរដែរហើយបើចូល10ឆ្នាំបាទទៅខ្ញុំចូលអត្តន័យកាត់បាទចូលអត្តន័យកាត់បាទវាមិនមែនកាត់អីកាត់ទម្លាប់បាទហ្នឹងហើយបងប្អូនអរគ្នាទម្លាប់របស់ពួកអឺរ៉ុបគាត់ចូលចិត្តបាទគាត់ចូលចិត្តមើលថ្ងៃរះថ្ងៃលិចបាទពេលសុបាយយប់ឡើងគាត់ចូលរំចូលផឹកបាទពេលខ្លះគាត់អាយុត្រឹម60ឆ្នាំអីគាត់នៅតែសុបាយទេបាទគាត់ថាគាត់បាននិយាយប្រាប់ខ្ញុំថាមួយជីវិតហ្នឹងគឺអត់មានពេលយូរទេបាទ
កាលនៅពេលក្មេងគាត់រលុយហើយចាស់ហើយគាត់សប្បាយខ្លះហ្នឹងហើយចឹងបងប្អូនអរគ្នាសារខ្ញុំក្អកពេកហើយខ្ញុំមកនិយាយហ្នឹងក៏រៀងយូរណាស់ដែរបាទហើយសូមជូនពរបងប្អូនអរគ្នាបាទពេលចូលឆ្នាំបាទទៅលេងដើរលេងសូមឲ្យប្រយ័ត្នប្រយែងបាទហើយជួបតែសំណាងល្អទាំងអស់គ្នាបាទហើយការបើកបរសូមឲ្យមានការប្រុងប្រយ័ត្នបាទហើយនឹងបើថាត្រូវទៅលេងតំបន់ណាតំបន់ណីអញ្ចឹងយើងត្រូវបើកបរជាពិសេសបាទគឺប្រយ័ត្នប្រយែងបាទបើស្វឹងខ្លាំងកុំឲ្យបើកបាទបើស្វឹងតិចតួចបើមិនជាយើងអាចគ្រប់គ្រងខ្លួនឯងបានអានឹងយើងបើម្ដងម្កាលយើងអាចថាបើកទាំងខ្ញុំទាំងគេបាទក៏ប៉ុន្តែបើមិនជាយើងមិនអាចគ្រប់គ្រងខ្លួនឯងបានទេតែយើងឲ្យអ្នកផ្សេងបើកឬមកក៏យើងអាចសម្រាននៅទីណាមួយដែលយើងគិតថាមកសម្រានទៅស្វាងស្រាយើងអាចបើកតទៅមុខទៀតបាទហ្នឹងហើយជៀសវាងគ្រោះថ្នាក់ដល់អ្នកដទៃនិងខ្លួនឯងបាទហ្នឹងហើយអញ្ចឹងជូនពរបងប្អូនអរគ្នាឲ្យសុខភាពល្អនិងសំណាងល្អចូលឆ្នាំហ្នឹងហើយផុតចូលឆ្នាំហ្នឹងយើងរកស៊ីទៀតបាទចូលឆ្នាំហ្នឹងជួបខ្ញុំហៅខ្ញុំផងបងប្អូនអរគ្នាហើយខ្ញុំទៅបាញ់ទឹកនៅនៅអង្គរវត្តបាទឬមកក៏ក្នុងក្រុងសៀមរាបបាទហ្នឹងហើយដោយសារនៅសបាយបងប្អូនអរគ្នាអត់ទាន់បាត់សបាយទេបាទហ្នឹងហើយអរគុណច្រើនបាទ